จุมเรียบสู้สวัสดีค่ะกำลังทำสวนค่ะส่วนนี้ทำเป็นตัวซอนชื่อของแฟนจ้าก็ใส่ชื่อก็ต้นใส่ปลูกต้นไม้ค่ะปลูกต้นไม้เล็กๆเนี่ยเราดูลอนจ้าเวลาออกสโนว์ออกก็ขึ้นมาใหม่ค่ะขึ้นดอกไม้มาจ้านี่กำลังทำดีไซน์แบบใหม่จ้ะอะไรนั้นก็คงแต่ធ្វើส่วนចាส่วนខ្ញុំចាស់ហ្នឹងគឺដាក់កន្លែងដាំស្មៅចាអញ្ចឹងទៅខ្ញុំក៏ច្នៃវាដាក់ដាំជាផ្កាចាហើយផ្កាហ្នឹងគឺជាផ្កាឈ្មោះប្តីខ្ញុំចាគឺធ្វើជាតួអក្សរហើយក៏ដាក់ដាំផ្កាជុំវិញឥឡូវដាក់ដាំផ្កាជាតួអក្សរនឹងឥឡូវកំពុងតែចោះដីហើយមានជំនួយប្អូនស្រីតបបានមកជួយដាំចាគឺខ្ញុំក៏ជាអ្នកសម្ដែងចាជីកសម្ដែងទៅអូនតបក៏ជាអ្នកហើយឃើញផ្កាគេលក់ថោកណាចាថោកគឺមួយថង់ហ្នឹងវាមាន5ដកផ្កាមថោផ្កាអញ្ចឹងទៅខ្ញុំគេលក់50ក្រូន50ក្រូនហ្នឹងវាស្មើនឹង$5ចាអញ្ចឹងទៅខ្ញុំក៏យកវាមកកែច្នៃគិតថាដាំធ្វើជាអក្សរហើយធ្វើជាកន្លែងសួនផ្កាចាដុំប៉ុណ្ណឹងវត្ថុប៉ុណ្ណឹងហើយ$1ចា$1យ៉ាងក្នុងមួយថង់វាមាន$5ហើយក៏ខ្ញុំដាំផ្កាផ្សេងទៀតគឺផ្កានេះគេហៅផ្កាក្លុកផ្កាលឿងនេះផ្ការដូវពងមាន់ចារដូវផ្ការីកចាហើយអញ្ចឹងខ្ញុំក៏ឆ្លាក់ដាក់ជាតួអក្សរបែបហ្នឹងមកហើយក៏ដាំតាមហ្នឹងហើយផ្កានេះក៏ទៅតែកន្លែងហ្នឹងគឺជាកន្លែងចាស់គាត់រើមកយកមកដាំវាជាផ្កាអញ្ចឹងចាព្រោះផ្កានេះគឺផ្កាកើតផុតពីរដូវទឹកកកគឺកើតឡើងវិញចាហើយផ្កានេះស្រស់ស្រាយណាស់នៅខែនេះចាខែនេះគឺរីកផ្កានេះពូជផ្កាជប៉ុនចា